បងកន្លងមកខ្ញុំធ្លាប់ទៅលើគេនិយាយថាទិញខុនដូរស់នៅក្នុងខុនដូតែឥឡូវខ្ញុំឮបងនិយាយថាអាចទិញហើយអាចរស់នៅក្នុងអូតែលលំដាប់ផ្កាយ5នៅបឹងកេងកងមួយអាហ្នឹងមិនវិញបងអូខេតែប៉ុន្តែមានមនុស្សតិចចាស់ដែលបានដឹងពីឱកាសមួយនេះជាធម្មតានៅក្នុងទីផ្សារយើងតែងតែលើគេនិយាយថារស់នៅក្នុងខុនដូទិញលក់ខុនដូប៉ុន្តែឥឡូវហ្នឹងនៅតំបន់បឹងកេងកងមួយមានគម្រោងមួយគឺគេដើរលើនឹងមជ្ឈជាតិនេះគេបានន័យថាគេអនុញ្ញាតឲ្យយើងអាចទិញបន្ទប់នៅក្នុងអូតែផ្កាយ5តែម្ដងយើងអាចទិញដើម្បីរស់នៅខ្លួនឯងក៏បានយើងអាចទិញដើម្បីដាក់ជួលក៏បានយើងអាចទិញដើម្បីទុកចំណេញឡើងថ្លៃលក់វិញក៏បានដែរយើងសាកសម័យមើលរវាងការរស់នៅក្នុងគម្រោងខុនដូធម្មតាជាមួយនឹងគម្រោងអូតែផ្កាយ5តើយើងគិតថាការរស់នៅបែបណាដែលមានផាសុកភាពនិងមិត្តភាពជាងបើសិនបើឧទាហរណ៍ថាយើងមានបន្ទប់ពីរមួយជាបន្ទប់ unit នៅក្នុង condo ធម្មតាមួយទៀតជា unit នៅក្នុង hotel ផ្កាយ5ហើយ unit ពីរហ្នឹងគឺតម្លៃប្រមាណគ្នាអញ្ចឹងនៅពេលដែលភ្ញៀវគេឃើញអានតែគាត់ថាតើភ្ញៀវគាត់នឹងយកជំរើសមួយណាប្រកបណាស់គាត់จะយកជំរើស unit នៅក្នុងបន្ទប់ផ្កាយ5ហ្នឹងហើយគម្រោងមួយនេះគឺស្ថិតនៅក្នុងតំបន់បឹងកេងកងមួយដែលជាតំបន់កណ្ដាលក្រុងតែម្ដងស្ថិតនៅក្នុងតំបន់ Central Business District អញ្ចឹងគម្រោងល្អស្ថិតនៅក្នុងទីតាំងល្អបែបនេះគឺអត់ងាយរកទេអញ្ចឹងបើសិនបើចាប់អារម្មណ៍ចង់ដឹងព័ត៌មានបន្ថែមពីគម្រោងមួយនេះអាចតាក់ទងមកខ្ញុំបានឱកាសល្អបែបនេះអត់ងាយមានទេ